back in this wonderful country. នេះគឺជាឯកសិទ្ធិដ៏ធំធេងដែលពួកខ្ញុំអាចត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត This is my 6th visit to Cambodia. នេះជាដំណើរទស្សនកិច្ចលើកទី2របស់ខ្ញុំនៅរាជអាណាចក្រកម្ពុជា My first visit was about 24 years ago. ពេលយូរមកហើយប្រហែលជា24ឆ្នាំដំបូងដែលខ្ញុំបានមកជន់ទឹកដីនេះ At that time, there were just a few tall buildings. កាលនោះមានអគារខ្ពស់តែបន្តិចបន្តួចប៉ុណ្ណោះ There has been so much growth in Phnom Penh, I don't even recognize it. ហើយយើងពិបាកនឹងចងចាំហើយស្គាល់អ្វីដែលជាអនុស្សាវរីយ៍ចាស់ណាស់ But it shows the strength of the Cambodian people. ឥឡូវនេះវឌ្ឍនភាពបានបង្ហាញឲ្យឃើញពីកម្លាំងរបស់ប្រជាជនកម្ពុជា And it is an honor to be with you that represent the church of this country. ហើយជាកិត្តិយសរបស់យើងខ្ញុំដែលបានមកជួបជុំជាមួយអស់លោកអ្នកទាំងអស់គ្នាដែលជាតំណាងក្រុមជំនុំនៅប្រទេសកម្ពុជា And the reason I have come is to preach and proclaim the gospel of Jesus Christ. មូលហេតុដែលខ្ញុំត្រឡប់មកវិញលើកនេះគឺមកប្រកាសដំណឹងល្អរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ And we're grateful to the government that has allowed us to come. សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យយើងត្រឡប់មកវិញសារជាថ្មី